ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកឆាសាច់ជ្រូកម្រះព្រៅសម្រាប់អាហារថ្ងៃត្រង់ហើយគ្រឿងផ្សំរបស់យើងគឺមានវាសាច់ជ្រូកនឹងច្រាំទឹកម្រះព្រៅម្ទេសខ្ទឹមសម្រាប់បំពងតោះឥឡូវយើងចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅយើងចាក់ប្រេងម្ទេសចូលសម្រាប់ប្រេងម្ទេសនេះគឺយើងចាក់ដើម្បីយកពណ៌បងប្អូនចាបងប្អូនមានប្រេងម្ទេសចាក់ប្រេងម្ទេសទេដើម្បីវាឆាជាមួយនឹងសាច់ជ្រូកឲ្យវាឡើងពណ៌ស្អាតចឹងណាហើយយើងក៏ចាក់ខ្ទឹមពងខ្ទឹមឲ្យវាឡើងស្រួយឡើងឈ្ងុយបន្តិចទៅយើងចាក់ម្ទេសចូលហើយសម្រាប់ម្ទេសផងដែរបងប្អូនចូលចិត្តហឹរតិចហឹរខ្លាំងដាក់តាមការចូលចិត្តណាបងប្អូនទាំងអស់គ្នាតែយើងលេងខ្ទឹមហើយនឹងម្ទេសនឹងឲ្យឈ្ងុយយើងចាក់សាច់ជ្រូកដែលយើងបានច្រាំរួចហ្នឹងចូលទៅសាច់ជ្រូកនេះបើយើងដាក់សាច់សុទ្ធពេកក៏អត់ឆ្ងាញ់ទេបងប្អូនទាំងអស់គ្នាចាយើងលាយសាច់ខ្លាញ់សាច់3ជាន់អញ្ចឹងណាមានសាច់មានខ្លាញ់អញ្ចឹងទៅយើងឆាទៅឆ្ងាញ់អញ្ចឹងយើងឆាច្បល់ជាមួយនឹងម្ទេសខ្ទឹមដែលយើងបានលេងហ្នឹងឲ្យឆ្អិនសាច់របស់យើងអញ្ចឹងទៅឲ្យច្បល់ចុះគ្នាឲ្យឆ្អិនទៅហើយយើងលេងវារៀងស្ងួតទឹកបន្តិចទេបងប្អូនចាលេងឲ្យរៀងស្ងួតទឹកបន្តិចទៅយើងក៏ចាប់ផ្ដើមដាក់គ្រឿងចូលដាក់ប៊ីចេងស្ករទឹកត្រីប្រេងខ្យងហើយនឹងទឹកប្រហុកបន្តិចសម្រាប់បងប្អូនដែលចូលចិត្តរសជាតិប្រហុករៀងដិតរៀងចាស់យើងដាក់ទឹកប្រហុករៀងច្រើនតែបន្ថយទឹកត្រីវិញសម្រាប់ឆាចូលបែបព្រៅនេះបើយើងអត់ដាក់ទឹកប្រហុកក៏អត់សូវឆ្ងាញ់ដែរវាអត់សូវមានក្លិនឈ្ងុយណាអញ្ចឹងបងប្អូនទាំងអស់គ្នាជប់ឆាសាច់ជ្រូករបស់យើងច្បល់ជាមួយនឹងចាក់គ្រឿងនេះយើងបានដាក់ហើយឆាវាឲ្យឡើងឈ្ងុយហើយសាច់ជ្រូករបស់យើងគឺចាប់ផ្ដើមឆ្អិនហើយជះក្លិនតាបដាអញ្ចឹងយើងចាប់ផ្ដើមចាក់ម្រះព្រៅចូលតែម្ដងសម្រាប់មុខម្ហូបមួយមុខនេះបងប្អូនគឺថាលឿនមែនតែនត្រឹមតែ10ទៅ15នាទីទេគឺឆ្អិនហើយយើងចាក់ម្រះព្រៅចូលយើងឆាសាច់ជាមួយនឹងម្រះព្រៅឲ្យចូលគ្នាទៅត្រឡប់តាម2 3ត្រឡប់នោះគឺម្រះព្រៅរបស់យើងគឺឆ្អិនហើយត្រូវតែក្តៅតិចម្រះព្រៅយើងឆ្អិនតែម្ដងមិនចាំបាច់ឲ្យឆ្អិនពេកណាបងប្អូនទាំងអស់គ្នាចាក់ឲ្យវានៅមានក្លិនឈ្ងុយម្រះព្រៅឥឡូវនេះគឺថាយើងឆាច្បល់ចូលគ្នាចូលបានល្អហើយបងប្អូនឬយករសជាតិប្រៃផ្អែមដើម្បីយើងផ្ទាប់ជាមួយបន្លែទៅវាត្រូវជិតគ្នាឥឡូវនេះឆាម្រះព្រៅរបស់យើងគឺចាប់ផ្ដើមឆ្អិនហើយដាក់ផ្ទាប់ជាមួយបន្លែដាក់ទៅតាមការចូលចិត្តរបស់បងប្អូនទាំងអស់គ្នាឆ្អិនហើយបងប្អូនទាំងគ្នាតោះយើងទៅញ៉ាំបាយថ្ងៃត្រង់ទាំងអស់គ្នាជាមួយនឹងឆាសាច់ជ្រូកម្រះព្រៅ